រស់នៅក្នុងបរិបទសង្គ្រាមដោយកាញ់ចិញ្ចឹមសត្វនិងដាំបន្លែដើម្បីរស់រាននៅពេលសង្គ្រាមកើតមានច្បាស់ណាស់ទីផ្សារឬតូបអាហារតូចឬតូចលក់សម្ភារៈចម្រុះច្បាស់ណាស់គឺនឹងបិទមិនអាចបើកដំណើរការលក់ទេកុំថាឡើយតែផ្សារឬតូបសូម្បីតែហាងអាហារក៏ត្រូវបិទដែរបើមានស្ថានភាពតឹងតែងអាចនឹងត្រូវភៀសខ្លួនចុះចេញពីផ្ទះទៀតផងជាក់ស្ដែងបើយើងមើលទៅលើការរស់នៅវិញទោះស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយការហូបចុកវាពិតជាសំខាន់ណាស់សម្រាប់ការបន្តជីវិតរបស់យើងឲ្យអាចបន្តជីវិតរស់នៅប្រចាំថ្ងៃបានព្រោះមិនថាមនុស្សឬសត្វទេសូម្បីតែដើមឈើឲ្យតែមានជីវិតរស់នៅក្នុងលោកសិតតែត្រូវការអាហារដើម្បីមានជីវិតរស់រានគ្រាន់តែថាអាហារដែលបាននិយាយនោះវាមានប្រភេទផ្សេងគ្នាដើម្បីបន្តជីវិតឲ្យរស់នៅបានពីមួយថ្ងៃទៅមួយថ្ងៃឧទាហរណ៍មនុស្សត្រូវការហូបបាយឬអាហារមានបាយឬនំផ្លែឈើផ្សេងទៀតដើម្បីមានកម្លាំងនិងមានសុខភាពសម្រាប់ការធ្វើការងារផ្សេងទៅតាមប្រភេទផ្សេងគ្នានៃជីវិតមួយវិញទៀតបើយើងមើលទៅលើសត្វវិញគេត្រូវការអាហារសម្រាប់ចិញ្ចឹមជីវិតទៅតាមប្រភេទនៃសត្វដែលរស់នៅក្នុងលោកយើងនេះសត្វខ្លះត្រូវការបាយឬស្មៅផ្សេងបើយើងមើលទៅលើឈើវិញវាក៏ត្រូវការអាហារដែរហើយអាហាររបស់វាគឺទឹកនិងជីសម្រាប់ការរស់រានមានជីវិតជាប្រចាំនិងការរីកលូតលាស់ឲ្យធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងហើយជីវិតនេះអាចរស់នៅបានគឺអាស្រ័យទៅលើការផ្ដល់អាហារទៅតាមជីវិតអញ្ចឹងហើយនៅក្នុងរយៈពេលមានសង្គ្រាមបែបនេះវាចាំបាច់ណាស់សម្រាប់ការរកចំណូលមកផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃស្របពេលដែលយើងមានការពិបាកក្នុងការរកចំណូលបែបនេះត្រូវចេះច្នៃអ្វីដែលអាចធ្វើឲ្យយើងអាចកាត់បន្ថយការចំណាយបាននិងរួមនៅដោយខ្លួនឯង self reliance គឺសំខាន់បំផុតការកាញ់ចិញ្ចឹមសត្វនិងដាំបន្លែជួយឲ្យគ្រួសារមានអាហារស្ថិរភាពនិងអាចមានម្ហូបអាហារហូបចុកបានគ្រប់គ្រាន់កាញ់ចិញ្ចឹមសត្វមួនទាបដោសាច់និងពងវាមានភាពងាយស្រួលម្យ៉ាងដែរព្រោះយើងអាចរកបេះបន្លែឬក៏ដើមចេកដែលនៅជុំវិញផ្ទះមកច្នៃសម្រាប់ធ្វើជាចំណីអាហារវាបានដោយមិនចំណាយទៅលើការទិញចំណីឲ្យវាស៊ីហើយពេលបានផលយើងអាចយកវាមកធ្វើជាអាហារឬអាក់លក់ឲ្យអ្នកនៅក្នុងភូមិបានខ្លះសម្រាប់យកប្រាក់មកដោះស្រាយប៊ីចេងស្ករឬគ្រឿងទេសបានទៀតផងត្រីខ្យងខ្ចៅផ្សេងទៀតដែលសុទ្ធតែជាប្រភពចំណូលដែលអាចដោះស្រាយបានទោះមិនច្រើនតែវាក៏ជាចំណូលដែលអាចឲ្យយើងដោះស្រាយបានសម្រាប់ទំនិញជីវភាពប្រចាំថ្ងៃអាចបដូរឬលក់បន្តិចដើម្បីទទួលបានអំបិលសាប៊ូឬថ្នាំសម្លៀកបំពាក់ស្បែកជើងនិងរបស់ប្រើប្រាស់មួយចំនួនទៀតដែលជាតម្រូវការប្រចាំថ្ងៃហើយកុំមើលល្ងាយការចំណាយដែលតិចតួចតិចកតក់នឹងឯសក់ព្រោះវាអស់ប្រាក់រាល់ខែដោយមិនដឹងមុខមិនដឹងមាត់ហើយចំណាយទាំងអស់នេះសុទ្ធតែជាចំណាយមិនអាចកាត់ចោលបានទេវាចាំបាច់ត្រូវតែមានហើយក៏ចាំបាច់ត្រូវតែប្រើផងដែរលាមកសត្វអាចយកទៅធ្វើជាជីបន្លែចំណាំសុវត្ថិភាព2ដាំបន្លែដើម្បីរស់រានបន្លែងាយដាំនិងមុតលាស់លឿនស្ពៃត្រសក់សណ្តែកខាត់ណាម្ទេសស្លឹកគ្រៃខ្ទឹមដាំក្នុងការលូបបាវឬច្នៃរបស់របរចាស់ដែលចោលយកមកកែច្នៃបានឬដីដែលនៅក្បែរផ្ទះដែលមានភាពងាយស្រួលដល់ការស្រោចស្រពទឹកនិងអាចផ្លាស់ប្ដូរគ្នាស្រោចស្រពបានផងដែរដែលមានសមាជិកក្នុងផ្ទះជួយគ្នាទៅវិញទៅមកដើម្បីបានបន្លែធម្មជាតិយកមកហូបចុកជាប្រចាំថ្ងៃគន្លឹះសំខាន់ប្រៅជីធម្មជាតិលាមកសត្វស្មៅរលួយវាជាចំណែកសំខាន់ដែលអាចជួយសម្រួលដល់ការចំណាយបានផងដែរសារសំខាន់ក្នុងសង្គ្រាមអ្នកដែលមានអាហារផលិតដោយខ្លួនឯងគឺមានឱកាសរស់រានខ្ពស់ជាងគេការកាន់ចិញ្ចឹមសត្វនិងដាំបន្លែមិនត្រឹមតែជួយឲ្យរស់រានទេតែជួយរក្សាសេចក្តីសង្ឃឹមនិងកម្លាំងចិត្តក្នុងពេលលំបាកតោះបដៅទម្លាប់រស់នៅក្នុងឆ្នាំ2026